អ្នកមានឬក៏អ្នកមានឋានៈយសសាអីកំពុងខ្ពស់អីអញ្ចឹងទៅអញ្ចឹងតើតើទៅនឹងគេឈ្មោះនេះយើងមិនអាចទៅគ្រប់គ្រងវាតម្លៃនរណាម្នាក់ដោយគ្រាន់តែឃើញនៅរបស់របរខាងក្រៅបានទេវាអត់តកតទៅនឹងសម្ភារៈថ្លៃឬក៏មានលុយច្រើនឬក៏អ្នកខ្លះមិនសូវមានទ្រព្យហើយយើងទៅសម្គាល់ថាជាបុគ្គលមិនល្អគឺយើងមិនអាចទៅគ្រប់គ្រងការគិតរបស់យើងឲ្យទៅជាបែបហ្នឹងបានទេព្រោះថាមនុស្សល្អមិនល្អមិនមែនអាស្រ័យទៅនឹងលើទ្រព្យលើសម្បត្តិលើប្រាក់លើកាក់នៅខាងក្រៅហ្នឹងទេដូចជាបុគ្គលមួយចំនួនឲ្យតម្លៃទៅនឹងសម្ភារៈនិយមអីចឹងទៅណាអាចថាសម្ភារៈនិយមវាធ្វើឲ្យតម្លៃរបស់សម្ភារៈហ្នឹងវាថ្លៃប៉ុន្តែតម្លៃរបស់មនុស្សគឺវាអាស្រ័យទៅនឹងការគិតល្អធ្វើល្អប្រព្រឹត្តល្អនឹងឯងបើសិនជាគាត់មានសម្ភារៈល្អប៉ុន្តែការគិតការធ្វើរបស់គាត់ទៅធ្វើនៅទង្វើអាក្រក់